ខ្ញុំសូមថែមចុងក្រោយបន្តិចពាក់ព័ន្ធទៅនឹងសាឡាងនៅខាងឃុំជីផាតស្រុកថ្មបាំងខេត្តកោះកុងដែលទីនោះមានប្រជាពលរដ្ឋមានចំនួន648គ្រួសារហើយមានការឆ្លងសាឡាងមួយទៅលើបន្លាយទៅលើព្រែកដែលមានប្រវែងជាង100ម៉ែត្រហើយនៅក្នុងហ្នឹងតម្លៃឡានតូច20000ដល់ឡាន3កោណ30000ឡាន5កោណ40000អាអិច100,000ហើយម៉ូតូតូចធំពី2000ទៅ6000រីម៉ក6000អានឹងតាមការដែលក្រុមការងារលោកបានសិក្សាអញ្ចឹងកន្លែងនោះអត់ទាន់មានស្ពានទេស្ពានឮថាមានការស្នើហើយមានឲ្យប៉ុន្តែអត់ទាន់បានធ្វើហើយបើតាមរបាយការណ៍មកថាម្ចាស់សាឡាងនោះគឺជាមេឃុំតែម្ដងអញ្ចឹងសូមស្នើសម្ដេចមេត្តាជួយធ្វើយ៉ាងម៉េចឲ្យបានស្ពានជូនប្រជាពលរដ្ឋទៅមកឆ្លងកាត់កុំឲ្យគាត់អស់ថវិកាច្រើនពេកបាទអញ្ចឹងខ្ញុំអត់មានអីទៀតទេលើសម៉ោងហើយសូមអធិស្ឋានសូមអរគុណសម្ដេចសូមជូនពរសម្ដេចមានសុខភាពល្អបរិបូរណ៍គ្រប់កាលគ្រប់វេលាបាទសូមអរគុណ